មកយកពងគ្រួចយកទៅភ្ញាស់ដោយសារស្រែនេះថ្ងៃស្អែកព្រឹកឡើងគេភ្ជួរសួរចាស់គេថ្ងៃមិញឥឡូវដោយសារបើយើងមិនយកពងវាទៅភ្ញាស់ក៏គេភ្ជួរខ្ទេចដែរឡើយមានយកទៅភ្ញាស់ទេពងវានេះបងប្អូនហើយណាមួយខែនេះទៀតភ្លីងនេះគឺទើបតែភ្លីងហើយនេះមេវាទំចេញមិញអត់ចង់យកដែរដោយសារស្អែកគេភ្ជួរពេលគេភ្ជួរទៅនឹងខូចទៅដែរអញ្ចឹងយើងយកទៅភ្ញាស់ទៅអានេះវាពងបានតែ3ក្រាបហើយខ្ញុំឆ្លោះមើលហើយមានមេជីវិតទាំងអស់3នេះសម្រាប់ក្រូចព្រៃឬក៏ក្រូចអ៊ឺតនេះដែរគឺការភ្ញាស់របស់វាគឺតែ12ថ្ងៃទេបងប្អូនណា12 13ថ្ងៃគឺញាស់ហើយក្រូចនេះគឺទូចៗហ្នឹងបងប្អូនអើយប៉ុនកូនដៃទេក្រូចនេះមិនធំទេពងអញ្ចឹងបងប្អូនយើងញាស់មកយកកូនវាមកចិញ្ចឹមគឺវានឹងស្វាមនឹងមនុស្សគឺវាអត់ខ្លាចមើលទេបងប្អូនណាយើងអាចយកមកលេងបានកាលណាបើយើងចាប់មេបាឬក៏កូននៅក្នុងព្រៃតាមវាស្រែយកមកចិញ្ចឹមគឺបាក់បន្តិចដោយសារវាអត់ស្វាមនឹងមនុស្សកាលណាយើងយកពងមកភ្ញាស់ពីកូនគឺល្អជាងបងប្អូនណាហ្នឹងហើយឥឡូវខ្ញុំរៀបចំយកដាក់កណាត់យកមកផ្ទះបងប្អូនយកមកភ្ញាស់ខ្ញុំមានទូភ្ញាស់ដែរអញ្ចឹងភ្ញាស់ពងតែ3នេះបងប្អូនណាភ្ញាស់ពងតែ3គ្រាប់ទេបើទូទាត់ភ្លើងទៅអត់ចំណេញទេបងប្អូនបើយើងទូទាត់ភ្លើងយើងទិញកូនពីគេមកក៏ត្រឹម 3-4 ម៉ឺននេះទេហ្នឹងហើយតែយើងភ្ញាស់មើលថែពីទូចិត្តទៅគឺកូនវាស្គាល់នឹងមនុស្សយើងអាចលេងបានហ្នឹងហើយអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយវីដេអូនេះមានតែប៉ុណ្្នឹងចុះហ្នឹងហើយអរគុណហើយបើពេញចិត្តវីដេអូនេះសូមជួយចុច Subscribe មួយផងបងប្អូនណាហ្នឹងហើយ